សួស្តីអ្នកទាំងអស់គ្នានេះគឺពួកខ្ញុំកំពុងតែធ្វើផ្សារសមត្ថភាពដែលពួកគាត់ខំប្រឹងរៀនមកថ្ងៃគុំថ្ងៃអាទិត្យហើយពួកខ្ញុំធ្វើវិច័យបន្ទុកហើយឲ្យពួកគាត់ដែរយកបន្ទុកហ្នឹងមកតែគឺបន្ទុកហ្នឹងគឺការដែលគាត់ខំប្រឹងរៀនហើយនឹងគាត់មកព្រះវិហារហើយនេះអីវ៉ាន់ដែលខ្ញុំធ្វើលក់ហ្នឹងគឺខ្ញុំលក់នៅខាងសភៅហ្នឹង3បន្ទុកសភៅហ្នឹង3បន្ទុកទាំងអស់ហើយដូចនេះមកបន្ទុកឯងហើយពួកគាត់បានបន្ទុកច្រើនណា18 19អីហើយនេះដល់ទឹកនឹងអីទៀតអូខេអូនយកឯគេតាមួយ3បន្ទុកអត់មានកៅទេបានឡូវឡើងថ្លៃខ្លាំងអា3ពីនេះទៀតមួយ500អើយច្រឡំមួយទិញស្ករឯងច្រឡំទិញស្ករគ្រាប់ឯអូនទិញស្ករគ្រាប់ឯងឲ្យជួយថតអរេអត់ធ្វើអីហ៎ថតអត់យកផៅបែបហើយគ្នាលក់នេះលក់សភៅលក់អីហើយគាត់ឲ្យជួយថតឲ្យតិចយើងបានដាក់រៀលបងរៀលប៉ុណ្ណឹងឲ្យអត់ឆ្លាញ់អត់ subscribe អត់ follow ទៅចប់ថ្មីទីជប៊ូដងមកបាច់ឃ្លៀកមានតែដាក់ប្រែអូនេះយើងយកឲ្យក្មេងៗបន្ទុកពួកគាត់ហ្នឹងយកមកតិចមានតាហ្វេដល់បងខ្ញុំចាអញ្ចឹងមានបន្ទុកហ្នឹងហើយពួកគាត់យកបន្ទុកហ្នឹងយកមកតែងហើយពួកខ្ញុំដូរទៅដូចអាហ្នឹងពីបន្ទុកអញ្ចឹងទៅគាត់ឲ្យខ្ញុំហើយខ្ញុំតែលុយរបស់គាត់ទៅលុយបន្ទុករបស់គាត់រៀងច្រើនទៅខ្ញុំអាប់ទៅតាមហ្នឹងទៀតទៅហើយអ្នកនរគ្នាមានប៉ុណ្ណឹងដល់ទិញមកវាខ្លួនហ្មងអស់លឿនកូនជម្រាបលាអ្នកទាំងអស់គ្នាដែលបានមើលវីដេអូហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តវីដេអូហ្នឹងហើយសូមជួយ subscribe follow page មួយហើយនឹងជួយ comment ផងដែរជួបគ្នាអូក្រោយបាយបាយម្ចាស់ផ្សារហ៎បានលុយបានដែរឥឡូវខ្ញុំសុំសម្ភាសសិនចំណេញឬខាតម្ចាស់ហាមួយមកទិញឡងច្រើនជាពិសេសចិត្តចូលកងវិញគាត់មានលុយចាយច្រើននេះលុយគាត់នេះទិញខ្ញុំយកលុយមែនទិញគាត់យកលុយនេះទិញហើយគាត់ទិញមកអីវ៉ាន់ច្រើនដូចក្នុងវីដេអូហ្នឹងអញ្ចឹងជួបគ្នាប្រហែលជាខែ2ខែ3អីយើងជួបគ្នាម្ដងទៀតយើងនឹងមានការលក់ផ្សារច្រើនជាងនេះទៀតជួបគ្នាម្ដងទៀតលក់ផ្សារហ្មងមិនលក់អីវ៉ាន់ទេណា